ក្មេងស្រីបានដោះអាវរបស់នាងនៅក្នុងដើម្បីងូតទឹកមានអ្វីមួយកើតឡើងយ៉ាងចម្លែកទឹកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សតែអាចមើលឃើញបានដោយភ្នែកនៅបាតទឹកមានតែអណ្ដើកតូចមួយក្មេងស្រីអណ្ដើកតូចនេះត្រឡប់ទៅទេដើម្បីធ្វើជាសត្វចិញ្ចឹមមិនគិតថាមុខស្រស់ស្អាតរបស់នាងត្រូវបានម្ចាស់ដេកមើលឃើញបានយកនាងត្រឡប់ទៅដើម្បីរៀបការជាមួយនាងអណ្ដើកតូចបានបដូរទៅជាក្មេងកំឡោះស្អាតនិងបានជួយសង្គ្រោះជីវិតរបស់នាងប៉ុន្តែបានរកឃើញថាម្ចាស់ដេកបានចាប់យកក្មេងប្រុសនិងក្មេងស្រីជាច្រើនដើម្បីផ្សំផ្លាស់អំសម្រាប់ការជៀសវាងពីការតាមដានរបស់ម្ចាស់ដេកអណ្ដើកទេពបាននាំក្មេងស្រីនិងម្ដាយត្រឡប់ទៅកាន់រូងភ្នំមួយអណ្ដើកតូចក៏បានមិនលាក់ខ្លួនទៀតបានប្រាប់ខ្លួនជាបុត្រានាគដោយសារតែបានទទួលរបួសធ្ងន់បានប្រែរូបរាងជាអណ្ដើកដើម្បីលាក់ខ្លួនមិនគិតថាក្មេងស្រីនៅក្បែរបានស្ដាប់ហើយមុខរបស់នាងបានផ្លាស់ប្ដូរជាក្រហមព្រោះនាងគិតថានាងបានមិនត្រឹមតែញូរទឹកជាមួយអណ្ដើកតូចទេប៉ុន្តែថែមទាំងបានថប់99ដងតាមពិតហើយចេញពីការតាំងចិត្តធ្វើល្អនិងមានផលល្អមួយនឹកអនុស្សាវរីយ៍ដែលធ្វើឲ្យក្មេងស្រីកាន់តែអារម្មណ៍ខឹងដូច្នេះនាងបានព្យាយាមដេញឲ្យអណ្ដើកតូចចេញពីរោងភ្នំភ្លាមរាជបុត្រភ្លាមបានឈឺចាប់ដោយការប្រកែករបស់ក្មេងស្រីម្ដាយនាងបានស្ដាប់បានរត់ចេញមកសួរពីមូលហេតុមកដឹងថាក្មេងស្រីបានខឹងចំពោះអណ្ដើកទេពដែលមិនបានភ្លៀងក្នុងរយៈពេល3ឆ្នាំខែចាប់ដូរព្រោះតែដោយសារតែគាត់គឺនាគដែលធ្វើឲ្យភ្លៀងតែមិនមែនដោយសារតែមានអ្នកដូចអ្នកទេតែគិតតែឲ្យលេងតែធ្វើឲ្យការភ្លៀងបានឈប់អ្នកនិយាយផងហេតុអ្វីបានជាមិនឲ្យយើងមានភ្លៀងហេតុអ្វីបានជាត្រូវឲ្យមនុស្សច្រើនដាច់អាហារហេតុអ្វីបានជាមានតែនាគទើបអាចឲ្យភ្លៀងបានតែមិនអាចធ្វើអ្វីបានបុត្រនាគក៏ត្រូវបានក្មេងស្រីបន្ទោសយ៉ាងខ្លាំងមិនអាចឆ្លើយតបបានក្រៅតែការធ្វើឲ្យនិងភ្លៀងគឺអាស្រ័យលើការបញ្ជាដែលទេវតាបានបញ្ជាហើយបន្ថែមទៀតនោះគឺដោយឪពុករបស់បុត្រានាគដើម្បីអនុវត្តដើម្បីបញ្ជាក់ពីបុត្រានាគបានសម្រេចនាំក្មេងស្រីទៅកាន់ឋានប្រជុំនាគដើម្បីសួរពីមូលហេតុដែលមិនភ្លៀងនេះបុត្រានាគបានផ្លាស់ប្ដូរជានាគបាននាំនារីទៅសមុទ្រទឹកដីខាងកើតគ្រាន់តែចំណាយពេលជាចំនួន1នាទីបុត្រានាគបាននាំក្មេងស្រីបានឆ្លងកាត់មកពីឆ្ងាយមកដល់ឆ្នេរទឹកខាងកើតដើម្បីឲ្យនារីអាចហោះលើទឹកយ៉ាងសេរីបុត្រានាគបានផ្ដល់ឲ្យនាងនៅឧបករណ៍មួយយ៉ាងឆាប់ពីអ្នកបានមកដល់ឋានប្រជុំនាគព្រះអង្គដូចជាមានការព្យាករណ៍អំពីការមកដល់របស់ពួកគេនារីទើបតែសួរពីមូលហេតុនៃរងភ្លៀងនៅទីក្រុងចាវ៉ូក្នុងរយៈពេល3ឆ្នាំព្រះអង្គបាននាំពួកគេមកកាន់បន្ទប់មួយយ៉ាងងាយស្រួលយកឯកសារដែលតាក់ទងដល់ការអត់ភ្លៀងនារីហើយនេះគឺជាមូលហេតុដែលជីងចៅមិនបានភ្លៀងក្នុងរយៈពេល3ឆ្នាំគឺដោយសារមិនបានបូជាតង្វាយសម្រាប់ព្រះអែនដើម្បីទទួលបានការផ្ដល់ទោសចំពោះប្រជាជនដែលបានបាត់បង់ការគោរពចំពោះព្រះដូចនេះបានបញ្ជាថាមិនអនុញ្ញាតឲ្យក្រុងជីងចៅមានភ្លៀង3ឆ្នាំនៅមុខនឹងស្ដេចនាគក្មេងស្រីបានសួរដេញដល់យ៉ាងខ្លាំងស្ដេចនាគក៏អត់ដឹងត្រូវនិយាយអីលើកពីសំណួររបស់ក្មេងស្រីស្ដេចនាគក៏មានការលំបាកក្នុងការនិយាយនេះបញ្ជារបស់ព្រះអិនទ្រង់ក៏មិនអាចប្រឆាំងព្រះអិនព្រោះតែខឹងប្រជាជនមិនទំលាក់ទឹកភ្លើងមិនអាចយល់បានទេក្មេងស្រីមិនអាចយល់បានពីភាពពិបាករបស់ស្ដេចទេគាត់ក៏បានប្រើប្រាស់ពួកគេបានលួចគុជបញ្ជាភ្លៀងនៃសមុទ្រហើយមានជំនួយពីគុជបញ្ជាភ្លៀងនៃសមុទ្រការធ្លាក់ភ្លៀងក៏នឹងក្លាយជារឿងងាយស្រួលដូច្នេះពីរនាក់ប្រាយុទ្ធសើធ្វើឲ្យភ្លៀងក៏នឹងធ្វើឲ្យមានភាពងាយស្រួលដូច្នេះពីរនាក់បានរត់ចេញពីឋានប្រជុំនាគយ៉ាងរហ័សត្រឡប់ទៅក្រុងជីងជើវិញបានហោះឡើងទៅមេឃចាប់ផ្ដើមបញ្ជាឲ្យមានភ្លៀងពិតណាស់មិនយូរប៉ុន្មានទេមេឃបានពុកខ្មៅភ្លៀងធ្លាក់ចុះភ្លៀងធំធ្លាក់យ៉ាងខ្លាំងប្រជាជនបានសប្បាយគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យពួកកសប្បាយរីករាយច្រៀងរាំក្មេងស្រីមួយក៏សប្បាយជាងគេមិនដឹងថាសកម្មភាពនេះនឹងនាំឲ្យទេវតាដឹងពូជពងស្នាពិសេសបុត្រានាគមានគ្រោះថ្នាក់យ៉ាងឆាប់រហ័សទេវតាបានបញ្ជូនព័ត៌មានអំពីការផ្លាស់ប្ដូរទឹកភ្លៀងទៅកាន់ព្រះអិនព្រះអិនដឹងហើយក៏ខឹងខ្លាំងណាស់បានបញ្ជាចាប់ស្ដេចនាគភ្លាមត្រឡប់ទៅកាន់ឋានសួគ៌បុត្រានាគដើម្បីសង្គ្រោះឪពុកបានសម្រេចចិត្តចូលទៅកាន់ឋានសួគ៌ហើយយុវវ័យទាំងអស់ទទួលខុសត្រូវទាំងអស់នៃកំហុសមិនដឹងថាសកម្មភាពនេះនឹងធ្វើឲ្យព្រះអិនខឹងកាន់តែខ្លាំងមិនត្រឹមតែដកចេញនៅសៃណាទាំងអស់ប៉ុន្តែបន្ថែមទៀតបានទម្លាក់មកឋានកណ្ដាលទៀតបាននាំឲ្យមានប្រជាជនជាច្រើនមើលទៅសត្វនាគដែលរងរបួសនឹងត្រូវបានគេចោលមានចិត្តឈឺចិត្តតែគ្រាន់តែរងចាំថាអនាគតរបស់បុត្រានាគទៅយ៉ាងណាតើនឹងមានអ្វីកើតឡើងទៀតសូមអរគុណដែលបានទស្សនាដល់ចប់ជូនពរឲ្យសំណាងល្អសុខភាពល្អសំខាន់ឲ្យឆាប់ដល់គូជួយ follow ម្នាក់មួយផង